รูปเรียงกายយើងដែលយើងស្រឡាញ់ណាស់ការនៅកំមុំផងអ្នកណាប៉ះអត់បានទេតាំងយើងសម័យខ្លួនក្តីម្ដាយឪពុកក្តីណាអ្នកណាប៉ះកូនអញអត់បានទេស្រឡាញ់ណាស់កូនអញខ្លួនអញគេប៉ះអត់បានទេតែទីបំផុតទៅបានដៃតែអាចារ្យទេអាចារ្យយោគីទេចប់មួយនឹងឆ្កោះបុករកពិចារណាមើលញោមណារៀនពិចារណារូបរាងកាយរបស់យើងសង្វេគណាស់តក់ស្លុតណាស់ណាដល់ទីបំផុតទៅគេចង់ឆ្កោះចង់បុកចង់រកអាម៉េចអត់មានមាត់អត់មានកតែអញស្រឡាញ់សក់ណាចាឯងដុតប្រត្រឹមខ្លួនចុះក្រោមបានឲ្យຕົកសក់ហ្នឹងអត់ទេឆេះតិចទាំងអស់ហ្នឹងហើយរៀនពិចារណាឲ្យយើងសង្វេគណាសង្វេគតក់ស្លុតរន្ធត់ក្នុងសង្ខារនេះហើយបើអត់ចេះសង្វេគចឹងទេអ្នកទេនេះក៏អត់នៅដល់ថ្ងៃហ្នឹងដែរត្រូវអាចឹងហើយមែនទេហ្នឹងហើយក៏ប៉ិនយើងរៀនសង្វេគពិចារណាតក់ស្លុតរន្ធត់ក្នុងសង្ខារយើងថាទេបំផុតរន័យរកប្រយោជន៍ខ្លឹមសារអីអត់មានសោះជារបស់សោះសូន្យទៅទេដែលយើងគួរគប្បីពិចារណាហើយរូបរាងកាយរបស់យើងនេះបើគិតទៅអន់ជាងអាអ្នកដើរមុខនេះទៀតនេះអានេះណាអានេះក៏មកទីហោទៅណាក៏មែនតែជីវិតយើងវាអន់ជាអ្នកដើរនឹងទេចង់និយាយថារូបរាងកាយរបស់យើងក្រោយពេលដែលខ្យល់អសាសៈបាសាសៈខ្យល់ដង្ហើមចេញចូលនឹងវារលត់ទៅអានេះពេលដែលវាអស់ខ្យល់ទៅវាមានតម្លៃអាចទៅកន្លះលានទៅ1លានអីអ្នកគេត្រូវការបងណាបើយើងនេះតែអាណាគេទិញយកទៅធ្វើអីវាអត់តម្លៃជាងអាអ្នកដើរទៅទៀតអារូបកាយយើងនេះហើយយើងចេះស្រឡាញ់ណាស់ហួងហែងណាស់ហ្នឹងហើយពេញចិត្តណាស់ជាប់ជាពាក់ណាស់យើងអត់ដែលបានពិចារណាបើថាអញ្ចឹងញោមហើយអាត្មានិយាយអញ្ចឹងមិនប្រមាថជីវិតគ្នាទេចង់និយាយថាពេលដែលអស់ជីវិតដូចគ្នាញោមក៏អស់អាត្មាក៏អស់ទៅអន់ជាងវាទៅទៀតណាវានៅមានអ្នកត្រូវការយើងនេះអត់មានអ្នកណាយកធ្វើស្អីកើតទេដុតចោលទាំងអស់ណាហ្នឹងហើយយើងពិចារណាមើលណាតើយើងត្រូវហួងហែងអីប្រកាន់មមអីណានឹងរូបរាងកាយនេះណាដែលយើងគួរគប្បីម្នាក់ខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អញោមហើយរៀនឲ្យសុខណាមនុស្សសត្វដែលនៅក្បែរខ្លួនយើងជាពិសេសដូចគ្នាអញ្ចឹងគ្នាស្រឡាញ់ណាស់មើលញោមទោះបីជាគ្នាមិនមានមាត់និយាយចេញមិនមានភាសាប្រើដូចយើងមិនដឹងខុសមិនដឹងត្រូវពេលខ្លះប៉ុន្តែនៅជាមួយយើងយូរគ្នាមានមនោសញ្ចេតនាស្រឡាញ់យើងណាស់សាប់ស្រឡាញ់យើងត្រង់ណាស់តែយើងឯងតើស្រឡាញ់គ្នាមិនត្រង់នោះដូចមន់ដូចទីអីញោមចំណាំយើងចាំវាតាំងពីតូចបោះគ្រាន់តែបោះដៃវាមកទៅបោះគ្រាន់តែចុកមកជុំក្បែរជើងយើងហ្នឹងវាស្រឡាញ់យើងវាចូលចិត្តយើងឲ្យអង្គឲ្យអីវាស៊ីទៅមកជុំហ្នឹងណាវាស្រឡាញ់យើងស្មោះវាយល់ថាម្ចាស់វាស្រឡាញ់ទាំងវាស្មោះប៉ុន្តែយើងម្ចាស់នេះតើដែលមិនស្មោះជាមួយវាចុកមកដោះរោមចិត្តមិនតាន់នេះបើអ្នកផឹកផងអស់បាត់តែគ្នានេះគ្នាស្រឡាញ់ស្មោះណាស់អត់គិតថាម្ចាស់មានកំណត់យ៉ាងម៉េចចំពោះគ្នាទេសាក់គ្នាត្រង់ណាស់ត្រង់នឹងមនុស្សណាស់ត្រង់នឹងយើងណាស់ណាហើយបើមនុស្សគ្រប់គ្នាចេះរស់មានចិត្តត្រង់ផ្ដល់សេចក្តីសុខឲ្យគ្នាហើយយើងពិចារណាគ្នាណាដែលតែផ្ដល់ទុកឲ្យយើងតែយើងទេផ្ដល់ទុកឲ្យគ្នានោះសាប់គ្នាមិនដែលផ្ដល់ទុកឲ្យយើងទេតែយើងឯងតើបៀតបៀនវាទៅផ្ដល់ទុកឲ្យវាដែលវាខំយើងហ្នឹងមកពីយើងចេះតែផ្ដល់ទុកឲ្យវាហើយអាអ្នកដើរទៅធុញនឹងស្កែព្រុសហ្នឹងវាព្រុសញោមចំណាំមនុស្សដែលឆ្កែទៅណាឆ្កែព្រុសទៅហ្នឹងអាមនុស្សហ្នឹងវាទៅចិត្តបៀតបៀនតែឆ្កែនឹងស៊ីតែសាច់ឆ្កែអញ្ចឹងទៅឯណាមកណាតាំងយប់តាំងថ្ងៃឲ្យតែឆ្កែឃើញមុខដេញមកណាព្រុសស្អប់មិនចូលចិត្តនេះសត្វវាមានមនោគមវិជ្ជារបស់វាអត់ដែលបៀតបៀនយើងទេក៏អញ្ចឹងបានពាក្យមួយគេច្រើននិយាយថាខែមន់សន់រដូវអាត្មាច្រើនបញ្ជាក់មកវិញមិនមែនខែមន់សន់រដូវទេខែអាដូវអាសន់មន់ណាហ្នឹងហើយបើមនុស្សអត់ធម៌មិនមែនខែមន់សន់រដូវទៅលេងស្រុកកំណើតជុំបិណ្ឌចូលឆ្នាំគេថាខែមន់សន់រដូវទៅលេងផ្ទះបើអាត្មាត្រឡប់មកវិញបើមនុស្សអត់ធម៌មិនមែនខែមន់សន់រដូវទេខែអាដូវអាសន់មន់ណាវាកុនគ្នាតែអាជ្រូកតែអាស័ព្ទធាតុនេះណាមុនទៅផ្ទះម្ដងផ្ដាំម៉ែផ្ដាំឪទុកហើយបាត់2 3ខែមុនហើយបាត់ហ្នឹងក៏កុំចូលរឿងយើងណាចូលរឿងយើងធေါ်យើងនេះពិចារណាណាមិញហ្នឹងប្រែរូបណាប្រែរូបដល់ពិធីប្រែរូបទី4ដែលយើងត្រូវសង្វេគទៀតរៀនសង្វេគរូបរាងកាយយើងទៀតពេលបូជាឆេះអស់នៅសល់តែឆ្អឹងដែលញោមអាចារ្យយោគីគាត់កំណត់ថាត្រូវទុកប៉ុណ្ណាសម្រាប់យើងជាកូនចៅគោរពបូជាហ្នឹងគាត់យកឈើចប់ឈើច្រត់របស់គាត់ក្តីចប់របស់គាត់តែកាន់នៅដៃនឹងក្តីគាត់គូសវាណាភ្ជុងដែលលេងដែលឆ្អឹងហ្នឹងគាត់គូសគាត់គូសចេញជារូបរាងមកក៏គាត់គូសមានក្បាលចឹងទៅចុចចេញជាភ្នែកមកជាមាត់មកគាត់គូសចេញជាដៃមកជាជើងមកហើយគាត់សួរយើងកូនចៅដែលនៅឈរក្បែរហ្នឹងសួរស្រោចទឹកឲ្យលុតអស់ទៅគាត់គូរូបហ្នឹងចេញជារូបមានក្បាលមានដៃមានជើងហើយគាត់សួរយើងសួរតែមើលកូនចៅទាំងអស់គ្នាតើរូបដែលគាត់គូហ្នឹងដូចអ្នកស្លាប់ហ្នឹងទេដូចម្ដាយយើងទេដូចឪពុកយើងទេតែអាណាឆ្លើយតែដូចបើក៏គូចេញដៃចេញជើងមុខមិនដឹងទៅឯណាមិនដឹងមុខទៅស្អីច្រមុះទៅស្អីផងបើបាត់ច្រមុះបាត់ដៃបាត់រូបបាត់រាងអស់ហើយបានអីដូចវាឆេះអស់ហើយ
ចឹងយើងច្បាស់ណាស់ទាំងអស់គ្នាឆ្លើយតែអត់ដូចទេអាចារ្យសួរអស់វរៈម្ដងផងពីរដងផង3ដងផងនៅតែឆ្លើយថាមិនដូចទេបានគាត់ចាប់ផ្ដើមបញ្យល់ទៀតមនាលកូនចៅណាមនាលអ្នកទាំងឡាយណាអាចារ្យពីដើមគាត់យល់កិច្ចអស់ហ្នឹងគាត់បញ្យល់រហូតឲ្យយើងចេះសង្វេគណាអ្នកកូនចៅទាំងឡាយនៃយើងពិចារណាមើលចុះរូបយើងក្តីរូបយើងគេក្តីណាដែលយើងអាចកំណត់សម្គាល់ថាយើងថាគេថាម្ដាយយើងថាគេថាកូនចៅយើងថាម្ដាយយើងថាខ្លួនយើងហ្នឹងនៅពេលដែលយើងនៅរស់រានមានជីវិតតែក្រោយពេលដែលសោះសូន្យទៅហើយស្លាប់ទៅហើយចង់ជាងគំនូបកែគូសវាសបកែឆ្លាក់បកែសូនកមួនឲ្យចេញជារូបរាងមុខមាត់យ៉ាងណាក៏មិនអាចធ្វើរូបនឹងឲ្យដូចជារូបដើមបានដែររមែងទៅជាផ្សេងពីគ្នាទីតិពីគ្នាម្ដាយទៅដល់ម្ដាយឪពុកទៅដល់ឪពុកកូនទៅដល់កូនយើងទៅដល់យើងបែកពីគ្នាមិនអាចគុំឡើងឲ្យដូចរូបដើមបានទេណាតែអាសាសៈបសាសៈនឹងផុតរលត់ហើយចប់ទៅជាធាតុដីទឹកភ្លើងខ្យល់ហើយมันអាចគោះវាជប់ឬផ្សំគុំអីចេញជារូបរាងមកវិញបានទេអត់អាចមានអ្នកណាប្រកែកជប់មនុស្សស្លាប់ទៅហើយឲ្យរស់មកវិញបានទេបាទនិយាយអញ្ចឹងមានរឿងមួយទៀតបើចង់ស្ដាប់អីនិយាយបាទហាហើយចែកចង់ហ្នឹងបាច់ចប់ឯងភ្លៀងមកលើណាអត់អីទេហ្នឹងបងណាកុំឲ្យភ្លៀងមកអីណាទ្រាំបានណាមើលបានទាំងអស់គ្នាសូមអនុមោទនីស្ដាប់រឿងមួយទៀតដែលអាត្មានិយាយមិញវាជាប់ចុងមាត់ហ្នឹងថាទោះបីអ្នកបកែយ៉ាងណាក៏ដោយក៏មិនអាចជប់មនុស្សស្លាប់ឲ្យរស់វិញបានដែរប៉ុន្តែមានរឿងមួយដែលគេលើកជាឧទាហរណ៍មួយទៀតសម័យក្រោយពេលព្រះពុទ្ធព្រះអង្គបរិនិព្វានទៅហើយមានអីសីដែលលោកសិក្សាធម៌អាសិក្ខាវិន័យបកែលោកសម្រាប់ឈានអាចហោះអាចហើរបានក៏នៅតាមលអាងភ្នំក្រំថ្មអីសិតតែអីសីដែលលោកសិក្សាបដិបត្តិធម៌និយាយពីក្រុងសាវត្ថីមានស្ត្រីម្នាក់ឈ្មោះនាងកលតិតានាងកលតិតាស្អាតកលតិតាហ្នឹងមានឈ្មោះច្រើននៅក្នុងសាច់រឿងបញ្ចូលនិទានជាតិដល់អីមានរឿងនាងកលតិតាប៉ុន្តែរឿងនេះជារឿងដែលលោកអ្នកប្រាជ្ញលោកលើកឲ្យយើងពិចារណាទេมันមាននៅក្នុងបៃដកទេឲ្យយើងរៀនពិចារណាក៏ដែលអាត្មាជាប់ជាលើកចូលរឿងហ្នឹងមិនហ្នឹងវាជាប់នឹងរឿងហ្នឹងនាងហ្នឹងជាស្ត្រីដែលមានរូបសម្បត្តិស្អាតហើយដល់រូបសម្បត្តិស្អាតដាច់គេក្នុងក្រុងអញ្ចឹងបរោះទាំងអស់ស្រឡាញ់នាងហ្នឹងគ្រប់គ្នាអ្នកណាក៏ស្រឡាញ់ដែរមន្ត្រីរាជការថ្នាក់ណាក៏ស្រឡាញ់ដែរសំបីអ្នកមានប្រពន្ធហើយក៏ស្រឡាញ់ដែរក៏ឃើញក៏ស្អាតពេកក៏ស្អាតដល់ជាប់ជាពាក់អញ្ចឹងមកកវែលគ្រប់គ្នាបើកំឡោះវិញមកស្រីទៅដឹងតិចចូលស្រីណាម៉ែឪនេះខ្ជិលឡើងឆ្លោយអត់ព្រមឲ្យអ្នកណាទាំងអស់ស្រឡាញ់ម្នាក់បដូរផ្ដាច់ថាបូជារហូតដល់ជីវិតក៏សុខចិត្តដែរដើម្បីបានជាប្តីរបស់នាងប៉ុន្តែទីបំផុតទៅអ្នកបដូរផ្ដាច់ទាំងអស់ហ្នឹងសិតតែបានការទាំងអស់ប្រុសហ្នឹងចូលចាប់បដូរផ្ដាច់តែមាត់ទេក៏មានតែ2នាក់ដែរដែលគេបដូរផ្ដាច់មែនតើគឺអ្នកចៅសមរណៈមេនុបមួយណានឹងចៅស្ពីធាតមួយបរោះ2នាក់ហ្នឹងស្រឡាញ់នាងនឹងស្មើជីវិតដូចគ្នាណែនិយាយពីចៅសមរណៈមេនុបដែលឈ្មោះថាសមរណៈមេនុបមានន័យថាព្រមស្លាប់ជាមួយនឹងនាងមកនិយាយកាត់សេចក្តីនៃរូបមកដល់ពេលគេតដឹងគ្រប់គ្នាអត់បានស្រឡាញ់ទាំងអ្នកក្រអ្នកមានចូលស្រីមិនបានអញ្ចឹងកម្មជាអកុសលនាងហ្នឹងស្លាប់ទាំងមិនទាន់បានប្រៃបានអីអ្នកណាទាំងអស់ដល់ស្លាប់ទៅណាចៅសមរណៈមេនុបនេះដឹងតែស្លាប់ហើយកំឡោះដតីទៀតដឹងតែស្លាប់ហើយជាប់រសាយចិត្តលែងស្រឡាញ់លែងជាប់ជាពាក់អីទៀតគ្រាន់តែនឹកស្រាយឯងក៏ណាចេះមួយចុះពីរណានិយាយពីក្រោយខ្នងចេះចុះទៅគ្រប់គ្នាប៉ុន្តែ2នាក់ទេដែលស្រក់ទឹកភ្នែកដាច់បាយដាច់ទឹកនៅមិនសុខគឺចៅសមរណៈមនុស្សមួយនិងចៅស្ពីធាតមួយបោកក្បាលនិងជាងគ្រប់គ្នាបោងក្បាលជង្គង់យំរាប់ថ្ងៃនឹងដាច់បាយដាច់ទឹកស្រឡាញ់ស្មោះណាស់ណាបដូរផ្ដាច់មិនទាន់បានគេជាប្រពន្ធផងស្រឡាញ់ដល់ម្លឹងណាញោមមិនបានគេជាប្រពន្ធទេស្រឡាញ់ប៉ុណ្ណាប្រុសយើងមិនមែនធម្មតាទេស្មោះតែញោមហ្នឹងហើយបើស្មោះតែក្នុងរឿងទេក្រៅរឿងក៏មានតែស្មោះទេមែនទេឲ្យតែប្រុសលើកលែងតែលោកអ្នកទេនេះទេហ្នឹងហើយណាហើយដល់ដឹងតែគេស្លាប់អញ្ចឹងទៅយំសោកសឹកសួលស្ដាយចៅសមរណៈមេនុបនេះថ្ងៃដង្ហែសពនាងយកទៅចោលក្នុងព្រៃណាយកទៅដាក់នៅក្នុងព្រៃដល់ហែដល់ព្រៃហើយគេអត់តាន់បូជាទេសពនាងហ្នឹងគេបូជាគេអត់ទុកឲ្យសត្វស៊ីទេព្រោះម្ដាយពុកស្រឡាញ់ណាស់ចឹងសុកចិត្តបូជាចោលមិនទុកសពហ្នឹងឲ្យសត្វស៊ីទេអញ្ចឹងរៀបចំបូជាកាលតែយកសពហ្នឹងទៅដល់ក្នុងព្រៃគេអត់តាន់បូជាទេគេនាំគ្នាមកផ្ទះវិញដើម្បីហូបបាយហូបទឹកឲ្យល្ងាចរសៀលតិចបាននាំគ្នាទៅជុំគ្នាកន្លែងសពបូជាអញ្ចឹងគេនាំគ្នាមកផ្ទះងូតទឹករៀបចំខ្លួនឲ្យស្អាតបាតឲ្យហូបបាយហូបទឹកហើយបានគេនាំគ្នាទៅម្ដងទៀតពេលល្ងាចឯនោះមានឱកាសគេមកផ្ទះវិញអស់ហើយខ្លួនឯងងូតទឹកស្លៀកពាក់សិតសក់រៀបចំខ្លួនស្អាតបាតហើយដើរសំដៅទៅកន្លែងសពនាងហ្នឹងណាបើកមកឈូសសពហ្នឹងហើយចូលកលុំភួយជាមួយនាងហ្នឹងនៅក្នុងមកឈូសសពហ្នឹងអ្នកបងប្អូនអីមកគេមានតែបើមើលអីទៀតញោមបាទមកដល់គេយកអស់យកអីក៏រួចចប់សពគ្រប់ចាក់សាំងដុតឆេះមកទៅស្លាប់ទាំង2នាក់អស់ចាណាស់យកអស់ចាណាស់មកមើលរឿងហ្នឹងហើយអស់ចាចៅសមរណៈមេនុបសុកចិត្តស្លាប់នៅជាមួយនាងហ្នឹងដល់ឡែកម្នាក់ទៀតនោះគេហៅតែចៅស្ពីធាត
ចៅស្ពេធាតនេះដឹងតែសពនាងបូជាហើយប៉ាន់អត់ដឹងថាមានប្រុសម្នាក់ទៀតស្លាប់ជាមួយទេអត់ដឹងទេដឹងតែសពនាងបូជាហើយគេត្រឡប់មកផ្ទះវិញអស់សុកចិត្តទៅរើសអាចញ្ចឹងហ្នឹងព្រោះដឹងតែមានអីសីម្នាក់គាត់ប្រកែខាងជុកប្រុសសัตว์ដែលស្លាប់ហើយគាត់គ្រាន់តែផ្លុំទៅសัตว์នឹងមានជីវិតហើរឡើងវិញណោះដឹងអញ្ចឹងឬចង់ធាតរបស់នាងហ្នឹងវិចមកបង្វិចមកវិចអាធាតនាងហ្នឹងមកបង្វិចមកដើរសំដៅទៅអាស្រមតាឥសីនោះហើយអាស្រមតាឥសីនៅភ្នំហែមពៀននោះព្រោះឲ្យដើរពីក្រុងសាវត្ថីទៅភ្នំហែមពៀនរាប់គីឡូញោមរាប់យោជណាដើររាប់ថ្ងៃរាប់ខែកាត់ទឹកកាត់ព្រៃសំបីតាភ្នំខ្លះមានសត្វកាយសាហាវមានខ្លាមានដំរីមានខ្លារហិនមានអីគ្រប់សពបែបយ៉ាងអត់ខ្លាចនឹងសក្តិស្លាប់ទេដើរដាច់បាយដាច់ទឹកទាំងយប់ថ្ងៃតស៊ូកាត់ព្រៃកាត់ទឹកកាត់ព្រៃកាត់ទឹករហូតដល់អាស្រមតាឥសីទៅដល់អាស្រមតាឥសីក៏លុតជង្គង់ក្រឹបព្រោះវាហេវហត់អស់កម្លាំងពេកហើយលុតជង្គង់ក្រឹបលើកដៃផុតឆ្ងាស់អូលោកអ្នកមានបុណ្យហើយលោកអ្នកមានបុណ្យសូមមេត្តាអាណិតប្រោសប្រទានដល់ខ្ញុំម្ចាស់ផងខ្ញុំម្ចាស់តើទុកមិនសុខចិត្តឈឺចាប់ណាស់អូឈឺចាប់ណាស់ណានឹងឈឺចាប់ណាស់និយាយចង់ចូលរឿងគេហើយហ្នឹងណាឈឺចាប់ណាស់ឥឡូវសុំលោកអ្នកមានបុណ្យជួយខ្ញុំម្ចាស់ផងជួយប្រោសនាងនេះឲ្យរស់រៀនមានជីវិតឡើងវិញផងតែឥសីតាជួយម៉េចជួយធ្វើម៉េចឲ្យនាងដែលស្លាប់ទៅនេះរស់មកវិញផងព្រះអង្គបើសិនជានាងនឹងមិនរស់ទេខ្ញុំព្រះអង្គក៏អត់រស់ដែរខ្ញុំព្រះអង្គស្រឡាញ់នាងណាស់ខ្ញុំព្រះអង្គស្រឡាញ់នាងណាស់ខ្ញុំព្រះអង្គចង់រស់នៅជាមួយនាងចង់រួមរស់នៅជាមួយនាងតែឥសីថាចឹងមិនអីទេចាំយើងប្រុសហើយនាងហ្នឹងការនៅរស់ណាមានតែអ្នកម្នាក់ទេដែលស្រឡាញ់នាងហ្នឹងថាហ្នឹងហើយព្រះអង្គមានតែខ្ញុំព្រះអង្គទេប្រូផ្ដាច់អត់មានបរោះណាគេស្រឡាញ់ច្រើនដែរប៉ុន្តែអត់មានអ្នកណាប្រូផ្ដាច់ក្រៅពីខ្ញុំព្រះអង្គទេតែឥសីថាចឹងមិនអីទេបើស្រឡាញ់តែអ្នកឯងចាំខ្ញុំប្រុសនាងឲ្យរស់ឡើងវិញយកអាធាតនឹងផ្សំគុំចូលគ្នាទៅណាស្រោចទឹកលើធាតនឹងទៅបាចផ្កាម្លិះផ្កាឈូកផ្កាអីពីលើនឹងទៅគាត់សូត្រផ្លុំសូត្រធំផ្សំគុំឡើងដល់ឡើងផ្សំគុំមកចេញជាមនុស្សមិនចេញតែម្នាក់ណាណាចេញក៏សើចម៉ាត់ណាដល់សូត្រផ្លុំចេញមកលេខ2នាក់ប្រុសមួយស្រីមួយនៅលុតជង្គង់ពីមុខតែឥសីតាភ្ញាក់ព្រឺរបស់ទីហើយកាឯងនិយាយថាស្រឡាញ់កែងស្លាប់ហ្នឹងធាតហ្នឹងស្រឡាញ់មនុស្សតែម្នាក់ទេមិនបានមកមានប្រុសមកមួយទៀតអញ្ចឹងឯនោះក៏វាភ្ញាក់ដែរវាភ្ញាក់ដែរកាឯងរើធាតរើច្បាស់ណាស់ធាតហ្នឹងអត់មានមកលាយគ្នាទេព្រោះអត់មានអ្នកណាដឹងផងមានម្នាក់ទៅសុកចិត្តដេកស្លាប់ជាមួយទៅហើយដល់មកទាំងពីរអញ្ចឹងហើយសួរនាំទៅដឹងសួរបរោះម្នាក់ដែលនៅក្បែរនាងដែលកើតចេញមកជាមួយគ្នាហ្នឹងសួរទៅរៀបរាប់តាំងពីដើមតមកទៅសុកចិត្តដេកស្លាប់ជាមួយអញ្ចឹងបានដឹងរឿងហ្នឹងមកណាតែឥសីគាត់អត់តាន់កាត់ក្តីឲ្យអ្នកណាទេត្បិតតែគាត់អ្នកប្រុសមែនណាអត់តាន់កាត់ក្តីឲ្យថាយកទៅឲ្យអ្នកដែលសុកចិត្តដើរកាត់ព្រៃកាត់សៃយប់ប្រឡប់ឈឺជាក្តៅរងាយឲ្យដាច់បាយដាច់ទឹកដែលស្ពាយធាតមកយកមកឲ្យគាត់ប្រុសហ្នឹងក៏គាត់មិនតាន់ថាឲ្យអ្នកហ្នឹងអ្នកដែលស្រឡាញ់សុកចិត្តស្លាប់ជាមួយក៏គាត់អត់តាន់ថាឲ្យទីបំផុតគាត់សួរចិត្តណានាងណាមើលចៅស្រីតាមិនតាន់កាត់សេចក្តីឲ្យចៅទៅអ្នកណាទេឥឡូវចៅរើសចោះបរោះតែពីរអ្នកនេះសិតតែជាអ្នកដែលសុកចិត្តណាបដូរផ្ដាច់ជាមួយនឹងចៅតើចៅសុកចិត្តណាយកមួយណាជាអនាគតស្វាមីរួមរស់នៅជាមួយចៅក៏ចៅរើសតែម្នាក់ទៅហើយញាតិញោមសាកទាយតិចមើលគេយកអ្នកណាយាយមើលទាយតិចមើលយកណាបើចិត្តយាយវិញយកអ្នកណាយកអ្នកស្វេធាតតាយកអ្នកស្វេធាតមួយបើឥឡូវអ្នកស្វេធាតមកអ្នកសុំលើកដៃមកលើកដៃតិចអ្នកស្វេធាតហ្នឹងហើយស្ពាយធាតបានតែប្រហែលអ្នកទេអញ្ចឹងមានន័យថាអត់អាណិតអ្នកស្ពាយធាតទេអាណិតអ្នកស្លាប់ទៅជាមួយច្រើនជាងហ្នឹងប៉ាន់ចាំមើលតើនាងសុកចិត្តរើសយកអ្នកណាទេបំផុតទៅនាងនិយាយមួយម៉ាត់បរោះដែលស្ពាយធាតនេះចង់ក្អួតឈាមងាប់ណាគេនិយាយថាម៉េចថាបបិទ្ធលោកតាដល់ចម្រើនខ្ញុំម្ចាស់ស្រឡាញ់អ្នកទាំងពីរនឹងស្មើគ្នាស្រឡាញ់ដូចគ្នាទាំងអស់សត្វតែជាអ្នកមានចិត្តស្មោះលះបង់ដើម្បីខ្ញុំម្ចាស់ប៉ុន្តែខ្ញុំម្ចាស់ណាសូមចាត់ទុកអ្នកដែលស្ពាយធាតខ្ញុំម្ចាស់មកនេះកាត់ព្រៃកាត់សៃឈឺជាក្តៅរងាយប់ថ្ងៃរហូតដល់កន្លែងតាប្រុសខ្ញុំឲ្យរស់មកវិញនេះចាត់ទុកដូចជាអ្នកមានគុណដូចជាឪពុកដែលបានប្រុសជីវិតខ្ញុំលើកទី2ក៏ឲ្យរស់រៀនមានជីវិតជាលើកទី2គ្រាន់តែលឺសូរថាដូចជាឪពុកឯងស្រឡាញ់គេចង់ងាប់នឹងចង់គួតឈាមហ្នឹងហើយក៏លឺសូរឪពុកនេះណាចិត្តងាប់ហ្នឹងហើយចិត្តដាច់បាយដាច់ទឹកក៏ចង់ងាប់ស្រាប់ផងចិត្តដាច់ខ្យល់ក្អួតឈាម